បងដែលមានរបបមាត់ខ្មៅបែបនេះហើយលាបក្រែមមកចាក់ក៏អត់ឃើញស្អាតដែរទោះពណ៌ក្រែមនឹងស្អាតមិនក៏ដោយតែក៏លាបទៅឃើញប្រែពណ៌អត់ដូចពណ៌ក្រែមទេមកពីក្រែមគេអត់ល្អឬក៏មិនចេះប៉ុន្តែមកពីមាត់យើងរៀងខ្មៅអញ្ចឹងលាបទៅគឺឃើញមាត់យើងអត់ស្អាតទេឃើញពណ៌ផ្សេងចេញពីក្រែមជាក់ស្ដែងហ្មងនៅពេលដែលតេស្តក្រែមឬក៏មើលសាច់ត្រូវចិត្តប៉ុន្តែនៅពេលដែលយកមកដល់លាបនៅលើបបោមាត់ទៅជាខុសពណ៌វិញអញ្ចឹងរឿងបបោមាត់ហ្នឹងគឺសំខាន់មែនតើបើបបោមាត់យើងស្អាតគឺលើកសម្រស់យើងហ្មងហើយដើម្បីបានបបោមាត់ភីងស៊ីចម្ពូហ្នឹងគឺត្រូវតែថែរក្សាទៅលើបបោមាត់ទៅអញ្ចឹងដំបូងគឺផ្ដើមចេញពីស្ក្រាប់ហ្នឹងហើយបងធ្វើការជំរុះកោសិកាចាស់ចេញក្នុងមួយអាទិត្យ2 ទៅ 3 ដងដើម្បីធ្វើឲ្យមាត់ទន់ហើយនឹងមានសំណើមជួយបំបត្តិបញ្ហាខ្មៅឬក៏ស្ក្រាប់ហ្នឹងក៏ស្រួលផលដែរបងអត់មានអីប្រមាថទេគ្រាន់តែធ្វើការម៉ាស្សាហើយជូរចាញ់ឬក៏លាងទឹកចាញ់ជាការស្រេចហើយមានឆនប្រេនឲ្យហើទៀតបងប្រេន Revlon វិញមានឆនក្លិនឆនរសជាតិឲ្យជ្រើសរើសមែនតើប្រភេទ scrap នេះអត់ធ្វើឲ្យឈឺបបោមាត់ទេបងធ្វើឡើងពីស្ករអញ្ចឹងសាច់គឺម៉ត់ហើយល្អឥតតវិញធ្លាប់តែឃើញក្រែមលាបមាត់ឥឡូវក៏គេមានជា lip scrap ដែរបន្ទាប់ពី scrap ហើយគឺធ្វើការលាបជាមួយនឹង lip balm មកបងប្រភេទ lip balm នេះអត់ធ្វើឲ្យខ្មៅបបោមាត់ទេប៉ុន្តែជួយឲ្យបបោមាត់យើងហ្នឹងមានសំណើមហើយរលោងជួយការពារបបោមាត់អត់ឲ្យឡើងខ្មៅហើយសម្រាប់កូនក្មេងអីក៏អាចផាប់បានដែរដោយសារតែពណ៌ lip balm គេហ្នឹងអត់ដិតខ្លាំងទេអញ្ចឹងពណ៌មកល្មមអាចលាបជាប្រចាំថ្ងៃបាន lip serum នេះវិញសម្រាប់អ្នកដែលគាត់ចង់ឲ្យបបោមាត់គាត់ភ្លឺរលោងទន់លក្ខណៈផ្ឡាំហ្មងអាចប្រើប្រភេទនេះបានបងលាបហើយទទួលបានបបោមាត់ sexy ហ្មងចង់ប្រើលក្ខណៈ lip tint ឬក៏ lip gloss ក៏មានដែរគឺយកមាន brand Seasane ជាមួយនឹង brand Can Make នេះបងប្រើហើយក៏អត់ធ្វើឲ្យខ្មៅបបោមាត់ដែរជួយឲ្យមាត់បងទន់រលោងហើយនឹងមានសំណើមអញ្ចឹងសម្រាប់បងដែលចង់ថែរក្សាបបោមាត់ឲ្យមានពណ៌ភីងស៊ីចម្ពូកុំភ្លេចជាមួយនឹងផលិតផលជប៉ុនទាំងអស់នេះបងអាចមកហបបាននៅហាងដាក់សេរីយ៉ាទាំងពីរសាខាឬក៏ឆាកម៉ងក្នុង page ក៏បានដែរ